ថ្ងៃនេះមកបន់ស្រន់លោកតាលោកតាអើយលោកតាជួយកូនចៅឲ្យត្រូវឆ្នោតម្លេចមកលោកតាមកត្រូវកូនចៅនឹងដាក់មន់ស្ងោថ្វាយលោកតាត្រូវអាលេខធំមកលោកតាម្នាងហើយម្នាងអត់មានកាត់រកស៊ីអីសោះគាត់ទៅសុំលេខឆ្នោតដូចជារៀងអស់កម្លាំងអង្គុយដេកដល់ហើយនេះដេកមិនតិចសិន69មិនដូចជាសັບឃើញលោកតាប្រាប់ថា69រកទៅចាក់ស្នាមលេខសិនមានស្បែកហ្នឹងទៅចាក់ឆ្នោតទៀតហើយមានស្បែកហ្នឹងប្រាប់មិនស្ដាប់ទេថាកុំឲ្យលេងឆ្នោតលបាយវិតៃវិនាមិនស្ដាប់សោះឯងទៅណាទៀតហើយនងឯងគឺខ្ញុំទៅផ្សារទៅទិញម្ហូបឲ្យឯងហ្នឹងណាចាំឯងគិតថាខ្ញុំទៅទិញអីវិញឲ្យតែឯងច្បាស់ថាទៅទិញម្ហូបចង់ខ្ញុំទៅធ្វើការណាឆ្នោតអើយឆ្នោតឆ្នោតអើយឆ្នោតចង់ចាក់ឆ្នោតទេអីចង់ចាក់ឆ្នោតអត់ឆ្នោតឥឡូវគេសិតទៅពីនេះចឹងទៀតទៅហើយលក់ឆ្នោតខ្មែរលក់ឆ្នោតថៃហ្នឹងនេះប្រទេសជាតិកំពុងតែចឹងទៅរកឆ្នោតថៃលក់ឆ្នោតខ្មែរហ្នឹងណាខ្ញុំមិនរកឆ្នោតថៃទេប៉ិនខ្ញុំសួរបើសិនជាឆ្នោតថៃឲ្យខ្ញុំចាក់ទេខ្ញុំចាក់ឆ្នោតខ្មែរហ្នឹងណាហ្នឹងហើយលក់ឆ្នោតខ្មែរអញ្ជើញចូលមកអីហើយឯងចង់ចាក់លេខអីដែរអីខ្ញុំចង់ចាក់69ហើយចុះ100ត្រូវបានប្រមាណដែរ100ត្រូវបាន8000 1000ត្រូវបាន80000100វា8000 1000វា80000 10000វា800,000ហើយចុះបើ100000មិន8លានតែបើចាក់អស់វាអត់មានលុយទិញម្ហូបប៉ាវាមកពីធ្វើការវិញវាអត់មានអីហូបប៉ុណ្ណឹងតែត្រូវដាក់ទៅល្ងាចនឹងតើមានម្ហូបឆ្ងាញ់ហូបហីខ្ញុំចាក់69ហ្នឹង100000
ឯងធ្វើម្ហូបហើយឯងហើយថ្ងៃហ្នឹងឯងបានម្ហូបអីហូបបាយ ងាយនឹងតែសាច់គោឯងគេមកងាយនឹងសាច់គោ ហើយឯងបានលុយមកពីណាទិញសាច់គោហើយព្រឹកមិញលឺឯងលូថាអស់លុយអី នៅគេយកលុយមកឲ្យឯងយកលុយមកឲ្យខ្ញុំមែន មកយកកតុយលេខមកប្រាប់បងឯងហ្នឹងណាបងឯងចាក់69វាចេញ96ស៊ីអ អត់លិតឯងឃើញទេខ្ញុំប្រាប់ឯងហើយថាកុំអោយប្រឹងពេកអាលបែងវាតែងវិនាសឯងអត់ស្ដាប់ខ្ញុំទេឥឡូវសុំអីតែមកហូបបាយក៏គ្មានដែរ ឲ្យខ្ញុំធ្វើមកចាបើលោកតាក៏ប្រាប់ឆាត់ពេកក៏ប្រាប់ឲ្យច្បាស់ថា69វាតែចេញ96អាណាតដឹងឯង អើច្បាស់ពេកឥឡូវបានអីហូបបាយចុះ ចាំខ្ញុំទៅមើលពងមាន់នៅក្នុងសតុកពី3គ្រាប់នេះយកមកស្ងាឯងហូបខ្ញុំសុំទោសណាឯងថ្ងៃក្រោយខ្ញុំលែងច្បាស់អញ្ចឹង